បាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទឈ្មោះស៊ុនបូរ៉ាហើយថ្ងៃនេះផងដែរខ្ញុំបាទមានវីដេអូមួយចង់មកបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងនឹងការបង្កើត Gmail របស់យើងបងប្អូនអរគ្នាហើយយើងបង្កើត Gmail ដើម្បីយកទៅប្រើប្រាស់ការងារទូទៅអញ្ចឹងណាបងប្អូនអរគ្នាអូខេមុននឹងចូលបង្កើតវីដេអូសូមបងប្អូនទាំងអស់គ្នាដែលមិនទាន់បានជួយចុច Subscribe Channel របស់ខ្ញុំទេសូមបងប្អូនធ្វើការចុច Subscribe Channel របស់ខ្ញុំមួយផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នានៅរាល់វីដេអូថ្មីៗដែលខ្ញុំបានធ្វើដាក់ក្នុង Channel របស់ខ្ញុំអូខេតោះកុំឲ្យខាតពេលយូរយើងចូលទៅមើលការបង្កើតដល់គ្នាដំបូងបងប្អូនចូលទៅក្នុង Safari មកបងប្អូនទាំងអស់គ្នាក្នុង Safari ទូរស័ព្ទ iPhone បងប្អូនអូខេរួចហើយបងប្អូនចុចពាក្យថា create Gmail account create Gmail account create account នេះបងប្អូនទាំងគ្នាបងប្អូនចុចមកនៅខាងក្រោមនេះមានស្រាប់ពេលដែលយើងវាយមករួចហើយបងប្អូនចុចពាក្យថា create Gmail account នៅខាងក្រោមនេះចុចមកអូខេរួចហើយបងប្អូនអូមកក្រោមរកពាក្យថា create an account នេះអាពណ៌ខៀវនេះណាបងប្អូនទាំងគ្នាចុចមកអូខេវាចេញមកបែបនេះបងប្អូនចុចជួបពាក្យថាបង្កើតនេះអាកន្លែងនេះបង្កើតកណន័យបងប្អូនចុចមករួចហើយបងប្អូនយកអាខាងលើគេយើងបង្កើតសម្រាប់តខ្លួនរបស់យើងអញ្ចឹងណាបងប្អូនអរគ្នាចុចមករួចហើយគេឲ្យយើងបំពេញឈ្មោះនិងតកូលរបស់យើងបងប្អូនសូមធ្វើការបំពេញឈ្មោះតកូលមកអូខេខ្ញុំសូមបំពេញឈ្មោះនាមខ្លួនខ្ញុំដាក់ឈ្មោះបូរ៉ាហើយតកូលរបស់ខ្ញុំសុនអញ្ចឹងខ្ញុំដាក់សុនអូខេរួចហើយបងប្អូនចុចពីបន្ទាប់នេះបន្ទាប់ខាងក្រោមចុចមកវាឲ្យយើងបំពេញថ្ងៃខែឆ្នាំកំណើតបងប្អូនបំពេញមកសូមដាក់នេះហើយឆ្នាំเพจចុចเพจមកបងប្អូនអរគ្នាเพจស្រីដាក់เพจស្រីเพจប្រុសដាក់เพจប្រុសមកខ្ញុំដាក់เพจប្រុសរួចហើយខ្ញុំចុចជាបន្ទាប់ឲ្យវាទៅមុខទៀតបងប្អូនអរគ្នា email 3នេះពីខាងទី1ខាងទី2នេះបងប្អូនអរគ្នាអញ្ចឹងវាឲ្យយើងរើសឬក៏យើងចង់បង្កើតផ្ទាល់ខ្លួនអាខាងក្រោមនេះយើងបង្កើតមកអញ្ចឹងនៅខាងលើនេះមានស្រាប់អញ្ចឹងខ្ញុំសូមរើសយកមានស្រាប់ខ្ញុំសូមយកខាងទី2នេះរួចហើយបងប្អូនចុចជាបន្ទាប់មកគឺហើយវាឲ្យយើងបញ្ជាក់លេខសម្ងាត់បងប្អូនវាយពាក្យលេខសម្ងាត់របស់បងប្អូនមកវាយពាក្យលេខសម្ងាត់របស់យើងឲ្យរឹងមាំបងប្អូនអរគ្នាអូខេខ្ញុំបានហើយដូចគ្នាហើយខ្ញុំទៀងទាត់ឲ្យវាថាវាត្រូវហើយយើងចុចបន្ទាប់ទៀតបងប្អូនអរគ្នាយើងចុចពាក្យបន្ទាប់នេះមករួចហើយយើងវាយវាដាក់ថា enter your username for this account to finish saving your password បងប្អូនបាច់តន់វាយក៏បានដែរបងប្អូនចុចពាក្យ not now យ៉ាងណាបងប្អូនទាំងនេះចុចពាក្យ not now នេះចុចមកហើយយើងវាយលេខទូរស័ព្ទរបស់យើងមកយើងបំពេញលេខទូរស័ព្ទរបស់យើងបងប្អូនទាំងនេះបើយើងអត់បំពេញលេខទូរស័ព្ទទេវាអាចឲ្យយើងប្រើការបានទេតើយើងបំពេញលេខទូរស័ព្ទទៅវាឲ្យយើងប្រើបានអញ្ចឹងណាខ្ញុំសូមបំពេញលេខទូរស័ព្ទហើយខ្ញុំចុចពាក្យបន្ទាប់អូខេនិយាយវាយខុសអូខេវាផ្ញើលេខកូដមកបងប្អូនអរគ្នាអញ្ចឹងបងប្អូនយកលេខកូដនៅខាងលើនេះដែលវាផ្ញើឲ្យហ្នឹងមកបងប្អូនចុចមកអូខេអាកន្លែងនេះបងប្អូនរំលងសិនទៅយើងដំបូងយើងអត់មានអ៊ីមែលមួយទៀតដើម្បីដាក់អ៊ីមែលសង្គ្រោះអញ្ចឹងណាន័យថាយើងបាត់អ៊ីមែលរបស់យើងមានអ៊ីមែលមួយទៀតដាក់ចូលក្នុងហ្នឹងពេលដែលយើងយកអ៊ីមែលដែលយើងប្រើហ្នឹងអត់បានយើងយកអ៊ីមែលសង្គ្រោះហ្នឹងមកជួយប្រើមកវាអាចមកវិញបានអញ្ចឹងណាបងប្អូនអរគ្នាតែបងប្អូនចុចពាក្យរំលងមក
នេះបងប្អូនអ្នកគ្នាខ្ញុំបានអ៊ីមែលមួយកញ្ញាបងប្អូនអ្នកគ្នាចឹងបងប្អូនចុចពីបន្ទាប់មកអូខេអូសខាងក្រោមបងប្អូនចុចពាក្យថាយល់ព្រមអូខេនេះឃើញបងប្អូនអ្នកគ្នាចឹងអ៊ីមែលខ្ញុំបង្កើតបានមួយកញ្ញាចឹងយើងមានអ៊ីមែលមួយសម្រាប់ប្រើប្រាស់ការងាររបស់យើងទូទៅបងប្អូនអ្នកគ្នាបងប្អូនអាចប្រើលេខនេះបានគឺក៏កាន់លេខនេះបានចឹងអ៊ីមែលបង្កើតបានហើយបងប្អូនអ្នកគ្នាចឹងមានតែប៉ុណ្្នឹងទេការបង្កើតអ៊ីមែលចឹងសង្ឃឹមថាបងប្អូនអ្នកគ្នាអាចធ្វើបានហើយមើលវីដេអូរបស់ខ្ញុំទៅធ្វើតាមអ្វីដែលខ្ញុំនិយាយទៅមួយទៅអាចធ្វើបានទាំងអស់គ្នាបងប្អូនអ្នកគ្នាអូខេចប់ហើយមានតែប៉ុណ្្នឹងសូមកុំភ្លេចជួយ Subscribe channel របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានទម្លាក់នៅក្នុង channel របស់ខ្ញុំមុនគេបាទអរគុណច្រើនសូមជម្រាបលា